ធ្លាប់ចូលមណ្ឌលកែប្រែ8ខែចេញមកវិញមិនកែវាក្បាលជនរងគ្រោះនិងញញួររងរបួសធ្ងន់រួចគេចខ្លួនបាន3ថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតែជនសង្ស័យធ្លាប់មានប្រវត្តិចូលមណ្ឌលកែប្រែ8ខែពីបទប្រើប្រាស់គ្រឿងញៀនពេលចេញមកវិញមិនកែប្រែស៊ីផឹកជុំគ្នាបែកជាយកញញួរវាក្បាលជនរងគ្រោះបណ្ដាឲ្យបែកក្បាលឈាមរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង 23:05 នាទីកណ្ដាលអាធ្រាត្រថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2025នៅចំណុចភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលហើយត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ 2025លោកវរៈស្នេហ៍ឯកព្រមសំណាងអធិការនគរបាលស្រុកគៀនស្វាយដែលបានដឹកនាំកម្លាំងចោះស្រាវជ្រាវដោយផ្ទាល់បានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះឈុនតុងភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិតាខោលឃុំព្រះផុសស្រុកតាក្រឡខេត្តបាត់ដំបងរងរបួសធ្ងន់ចំក្បាលពីក្រោយគុំត្រជាក់ខាងឆ្វេងហូរឈាមច្រើនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញចំណែកជនសង្ស័យមានឈ្មោះណែមបានហៅសល់ភេទប្រុសអាយុ36ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់មានទីលំនៅភូមិដំណាក់ត្របែកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពតមានប្រវត្តិធ្លាប់ចូលមណ្ឌលកែប្រែក្នុងស្រុកកណ្ដាលស្ទឹងរយៈពេល8ខែពីបទប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់វត្ថុតាំងចាប់យកញញួរមួយផ្លែដែកដងជ័រប្រវែង33សង់ទីម៉ែត្រនិងទូរស័ព្ទមួយគ្រឿងលោកអធិការបានបញ្ជាក់ថានៅមុនពេលវេលាកើតហេតុបន្តិចគឺជនរងគ្រោះនិងជនសង្ស័យបានអង្គុយហូបស្រាបៀរជាមួយគ្នានៅកន្លែងធ្វើសំណង់ដែលមានគ្នាចំនួន6នាក់នៅក្នុងរោងចក្រស្បែកជើងនៃទីតាំងកើតហេតុពេលនោះជនសង្ស័យបានផឹកស្រាបៀរអស់ចំនួន3កំប៉ុងក៏បានដើរចូលទៅយកញញួរមកវាក្បាលជនរងគ្រោះតែម្ដងហើយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញរួចក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរវាក្បាលជនរងគ្រោះប្រកាសមែនដោយមូលហេតុខឹងជនរងគ្រោះធ្លាប់វាខ្លួនកាលពី1ខែមុនជនសង្ស័យរួមនឹងវត្ថុតាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់រីកាពីនៅខ្ញុំស្វានី TV5 Online News